មានរបស់ឆ្ងាញ់មកទៀតហើយបងអូនរបស់ឆ្ងាញ់មកទៀតហើយមើលតែក្បាលវីដេអូហ្នឹងបងប្អូនដឹងហើយថាជាអីគេត្រូវអត់ចាគឺខ្ចៅបងប្អូនអើយដូចខ្ចៅដូងនៅស្រុកខ្មែរយើងអញ្ចឹងតោះឥឡូវកុំឲ្យខាត់ពេលយូរឥឡូវនេះខ្ញុំមកលាងសម្អាតជាមួយនឹងខ្ចៅរបស់យើងខ្ញុំលាង4 10 20ទឹកបងប្អូនអើយដើម្បីវាស្អាតកតិចកំទីចាមានកាកមានដីអីមកតាមខ្ចៅនឹងដែរអញ្ចឹងយើងលាងសម្អាតវាឲ្យស្អាតមែនតែនទើបខ្ញុំយកទៅស្ងោរហើយស្ងោរអត់មានខុសគ្នាអីជាមួយនឹងខ្ចៅខ្មែរយើងទេបងប្អូនហើយបើនិយាយពីរសជាតិវិញឆ្ងាញ់ខ្លាំងមែនតែនមកឥឡូវនេះទឹកយើងពុះហើយខ្ញុំក៏បានដាក់ជាមួយនឹងស្លឹកក្រូចគល់ស្លឹកគ្រៃចូលដើម្បីវាកាត់ឆ្អាបឲ្យខ្ចៅយើងមានក្លិនឈ្ងុយហើយខ្ញុំដួចជាមួយនឹងអំបិលបន្តិចដើម្បីវាមានរសជាតិហើយបន្ទាប់ពីយើងបង់គ្រឿងក្រៅចូលហើយយើងក៏យកខ្ចៅមកចាក់ចូលខ្ចៅដែលយើងលាងសម្អាតរួចហើយហ្នឹងណាយើងចាក់ចូលទៅហើយខ្ញុំបានដាក់ស្ងោរវារយៈពេល15នាទីបងប្អូនរយៈពេលដែលខ្ញុំស្ងោរប៉ុណ្ណឹងគឺខ្ចៅយើងល្មមឆ្ងាញ់តែម្ដងហើយសម្រាប់ខ្ចៅនេះគឺទម្ងន់វាប្រហែល1គីឡូបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានខ្ចៅច្រើនជាងហ្នឹងអាចកំណត់នាទីទៅតាមអ្វីដែលបងប្អូនគិតថាវាល្មមឆ្អិនហើយអញ្ចឹងណាហើយឆ្លៀតពេលនឹងផងដែរខ្ញុំក៏ឆ្លៀតពេលមកបុកជាមួយនឹងអំបិលម្ទេសដើម្បីច្របាច់ក្រូចឆ្មាជ្រលក់មួយខ្ចៅព្រោះអាហ្នឹងវាជា favorite របស់ខ្ញុំហ្មងបងប្អូនទាំងអស់គ្នាគឺខ្ញុំជ្រលក់មួយខ្ចៅគឺតាំងពីដើមមកគឺខ្ញុំញ៉ាំតែបែបហ្នឹងទេអ្នកផ្ទះខ្ញុំគ្រួសារខ្ញុំគឺញ៉ាំអញ្ចឹងហ្មងគាត់ថាតោះតែអ្នកចេះញ៉ាំហឹរទើបអាចញ៉ាំបានដែរព្រោះអីវាហឹរខ្លាំងមែនតែនតែសម្រាប់បងប្អូនដែលគាត់អត់ចេះញ៉ាំហឹរគាត់អាចបន្ថយអីតាមនឹងអញ្ចឹងណាហាក់មានអីពិបាកទេបងប្អូនគឺយើងបុកអំបិលម្ទេសឲ្យច្របាច់ក្រូចឆ្មាទៅហ្នឹងហើយអាហ្នឹងងាយស្រួលទេគ្រាន់ថាវាជាចំណូលចិត្តរបស់ខ្ញុំចូលចិត្តញ៉ាំបែបហ្នឹងតាំងពីដើមមកហើយអញ្ចឹងណាបងប្អូនតែសម្រាប់អំបិលម្ទេសដែលយើងយកមកច្របាច់ក្រូចឆ្មាហ្នឹងបើអត់ហឹរក៏អត់ឆ្ងាញ់ដែរបងប្អូនតតែហឹរនិយាយទៅតតែហឹរហោះហ្មងណាបានឆ្ងាញ់ហើយឥឡូវនេះខ្ចៅយើងក៏ចាប់ផ្ដើមពុះហើយដែរឥឡូវឆ្អិនទេណាបងប្អូនតោះយើងចាប់ផ្ដើមដួសដាក់ចានដើម្បីយកទៅញ៉ាំអូយឈ្ងុយខ្លាំងណាស់បងប្អូនអើយនិយាយពីថាក្លិនដូចខ្ចៅនៅស្រុកខ្មែរយើងអញ្ចឹងឈ្ងុយសាហាវហ្មងណាមកឥឡូវនេះខ្ញុំមកចាក់សាច់ខ្ចៅឲ្យបងប្អូនទាំងអស់គ្នាថាវាដូចខ្ចៅនៅស្រុកខ្មែរយើងមែនអត់នេះអញ្ចឹងឥឡូវនេះយើងមកស្ដាប់ខ្ញុំទៅផ្សារទិញបានខ្ចៅអញ្ចឹងសម្រាប់បងប្អូនគាត់នៅអាមេរិកណាចង់ញ៉ាំខ្ចៅដូចនៅស្រុកខ្មែរអញ្ចឹងនិយាយទៅរសជាតិប្រហាក់ប្រហែលមួយកែស្រុកខ្មែរយើងរសជាតិឆ្ងាញ់សាហាវហ្មងបងប្អូនខ្ញុំចាំខ្ញុំចាក់ឲ្យមើលទៅទិញនៅផ្សារអាស៊ីមានសម្រាប់បងប្អូនដែលនៅរដ្ឋអារីโซណាអាចទៅរកទិញនៅមេកុងអនឡាញរេងអីមានណានេះឃើញទេមើលសាច់ដូចខ្ចៅស្រុកខ្មែរអញ្ចឹងឆ្ងាញ់ណានេះពេលតិចជ្រលក់ខ្ញុំហ្មងនេះសាច់ម្ទេសតែឆ្ងាញ់សាហាវណាជាតិហ្មងហល់ហងបងប្អូនយកមកដាក់ស្ងោរដូចខ្ចង់ដូចខ្ចៅខ្មែរអញ្ចឹងឆ្ងាញ់ណាអត់ដល់ជាតិហ្មងនិយាយទៅដល់ឆ្ងាញ់ហ្មងមើលសាច់ទៀតអញណាម៉ាក់អីចាញ់ហើយហល់នេះមើលសាច់បងប្អូនឃើញទេញ៉ាំសាច់ដូចខ្ចៅខ្មែរយើងហ្មងអត់ខុសគ្នាទេអត់មានសាច់ញ៉ាំនិយាយទៅសាច់ហ្មងឃើញបងប្អូនសុទ្ធតែសាច់ហ្មងមកទឹកជ្រក់ម្ទេសខ្ញុំមកបងប្អូនញ៉ាំទៅនោះមកបងថតវីដេអូញ៉ាំញ៉ាំបងប្អូនសាច់ដូចខ្ចៅខ្មែរយើងហ្មងនិយាយតែអត់ខុសគ្នាទេហើយមើលម្ទេសញាក់ហ្មងមិនទៅហើយនេះធំនឹងចាមើលចង្កាយើងទៅទិញទឹកបានចង្កាទៅអត់មានទេបងប្អូននេះសម្រាប់បងប្អូននៅអាមេរិកអាចរកទិញបានខ្ញុំមិនដឹងថានៅរដ្ឋផ្សេងមានអត់ទេតែនៅរដ្ឋខ្ញុំមានមើលដូចខ្ចៅខ្មែរយើងជាតិសាហាវចាយវាគ្រប់រៀងចេះបងប្អូននេះអូឆ្ងាញ់ណាជាតិហ្មងខ្ញុំមិនដឹងអីធំឆ្ងាញ់បងប្អូនឃ្លានពងឃ្លានខ្ចៅអីខ្ចៅដូងអីទៅទិញបានដល់បែបមកដូចគ្នាឆ្ងាញ់បាយបាយបងប្អូនជម្រាបលា